Slo mà chu ơi, slo mà chu trai chả, trai kè bong ôn, thọp nhà mé. Cha nang ai to ta tay nhằm ca bạn ban nhằm slo mà chu trai kè bong ôn, nang chim hộp trong crowd hay hạ bọn ninh nhom là nghĩ nang cứ miến bảy một. នាងខ្ញុំចំណាយលុយអស់តែ20000រៀលទេទិញមកហូបឆ្នៃឲ្យបានតែ3តែ4មុខបងប្អូនទី1គឺថាដុតត្រីក្រហមនេះឯងដុតត្រីក្រហមនេះតម្លៃវាតែ9500ទេមួយក្បាលណាបងប្អូនមិនដឹងថាត្រីគេហៅមួយក្បាលឬមួយត្រីនេះនេះខ្ញុំចង់វែងវាន់អស់ហើយហ្នឹងហើយនាងខ្ញុំក៏យកមកប្រឡាក់ជាមួយគ្រឿងរ៉ូឌីប្រឡាក់ជាមួយព្រៃខ្យងហើយដាក់ជាមួយនឹងគល់ស្លឹកគ្រៃខ្ទឹមម្ទេសហ្នឹងដាក់ចូលក្នុងម៉ាស៊ីន microwave ទៅណាបងប្អូនម៉ាស៊ីនដុតត្រីណាចាបន្តមកទៀតបាននាងខ្ញុំចាប់ដើមមកចិត្តមកបេះបន្លែនេះគឺថាបន្លែដាំខ្លួនឯងពុកគាត់ដាំពុកនាងខ្ញុំគាត់ដាំស្ពៃនេះគេហៅស្ពៃទឿបងប្អូនស្ពៃទឿហ្នឹងគឺវាក្រិនគាត់ដាំនៅមាត់អូហើយអត់ដឹងកូនចៅអត់ដឹងថាមានស្ពៃអីចឹងគាត់ຕົកឡើងចាស់តែមានណាតកៅស៊ីបងប្អូនអើយហើយគាត់ថាងាកហ្នឹងគាត់បេះស្ពៃនឹងមកយកធ្វើអីហើយនាងខ្ញុំប្រាប់ថាពុកបេះមកຕົកឲ្យខ្ញុំស្លខ្ញុំយកមកត្រឡប់ខ្លាញ់ប្រេងខ្យងហ្នឹងហើយបងប្អូនអើយថ្ងៃនេះបញ្ចូលសម្លេងហ្នឹងមិនទេនិយាយខលរហូតចឹងនេះហ្នឹងហើយបន្ទាប់ពីបេះបន្លែបេះអីហើយអស់ក៏ចាប់ដើមមកជ្រុំទឹកអំពិលបងប្អូននេះយកមកស្លផ្សិតជាមួយនឹងកូនពេញប៉ោះហ៎បងប្អូនហើយមុខមួយនេះគឺថាអ្នកម្ដាយនេះខ្ញុំចូលចិត្តណាចូលចិត្តពិសាណាចូលចិត្តញ៉ាំចាឆ្ងាញ់ខប់សេរីហ្មងហើយស្លហ្នឹងមិនងាយស្លត្រូវទេរសជាតិហ្នឹងមិនងាយស្លត្រូវទេហ្នឹងហើយបងប្អូនបន្ទាប់ពីដាក់ស្លពុះរួចរាល់នាងខ្ញុំក៏ចាប់ផ្ដើមមកស្រោះជាមួយស្ពៃព្រោះដើមវារាងចាស់ហ៎បងប្អូនហើយវាមានតកៅអញ្ចឹងនាងខ្ញុំស្រោះវាសិនស្រោះវាហើយបានមកបំពងខ្ទឹមហើយយកស្ពៃដែលយើងស្រោះឲ្យមិញហ្នឹងយកមកត្រឡប់ខ្លាញ់ជាមួយប្រេងខ្យងអញ្ចឹងណាបងប្អូនដាក់ស្ករបន្តិចប៊ីចេងបន្តិចទៅបានហើយកុំឲ្យវាដិតណារសជាតិធ្វើមិនកុំឲ្យដិតព្រោះអីយើងញ៉ាំជាមួយថៃដុតនិងទឹកថៃកោះកុងណាបងប្អូននេះសឡម្ជូរត្រីកេះនាងខ្ញុំបានពុះឲ្យបងប្អូនពុះឲ្យនាងខ្ញុំក៏បង់ជីម្រះព្រៅបងដាក់ជីម្រះព្រៅទៅគឺថាឆ្ងាញ់ខប់សេរីបងប្អូនគ្រាន់តែមើលក៏ដឹងដែរមែនអត់ថារសជាតិមើលតែរូបទៅក៏ដឹងថាឆ្ងាញ់ដែរមិនបាច់សួររសជាតិទេហ្នឹងហើយនេះត្រីក៏ដូចគ្នាបងប្អូនមានបើសិនជាមានលុយអីគួរតែទិញម៉ាស៊ីនដុតត្រីមកហ្នឹងទៅបងប្អូនដុតគឺក្រៀមល្អហើយវាចំហូរទឹកត្រីហ្នឹងធ្លាក់ទៅក្រោមអស់អញ្ចឹងនិយាយទៅជួយយើងច្រើនមែនតើមិនឲ្យយើងពិបាកបកាត់ភ្លើងបកាត់អីណាបងប្អូនសម្រាប់អ្នករវល់ដូចនាងខ្ញុំគឺថាត្រូវប្រើសម្ភារៈមកជួយហើយបើថាឲ្យបកាត់ភ្លើងខ្ជុងអាំងអីគឺច្បាស់ជាខ្លោចមិនបានញ៉ាំទេដោយសារនាងខ្ញុំជាមនុស្សរវល់